បាទសួស្តីបងប្អូនបាទចំពោះវីដេអូនេះបាទខ្ញុំសូមលើកយកពីការប្រកួតមួយបាទរបស់លោកគ្រូជាបូរ៉ាជាមួយនឹងបងជាស្ដេតវគ្គ1/4បងប្អូនវគ្គ1/4នេះប្រកួតនេះអ្នកណាឈ្នះបាទទៅជួបបាទវាយយកលេខ1លេខ2ណាបាទអានេះការប្រកួតអឺនគរសង្ក្រាន្តបងប្អូនណាបាទនៅភ្នំពេញយើងបាទឥឡូវយើងងាកមកមើលបាទការប្រកួតរបស់ពួកគាត់វិញបងប្អូនបាទគឺលោកគ្រូឈឺបូរ៉ាគឺគាត់កាន់កូនសហើយនិងបងជាសេដេតគាត់កាន់កូនខ្មៅចំពោះហ្គេមដែលគាត់លេងនេះបាទគឺគាត់ប្រើសេះស្ដាំដូចគ្នាបងប្អូនបាទសេះស្ដាំជួបជាមួយនឹងសេះស្ដាំបាទតែសេះស្ដាំបាទក៏វាមានភាពខុសគ្នាដែរបងប្អូនបាទគឺលោកគ្រូឈឺបូរ៉ាគាត់លេងសេះស្ដាំហើយគោលនៅពីក្រោយនាងបាទចំណែកបងជាសេដេតគាត់លេងសេះស្ដាំហើយគោលចងជាមួយនាងបាទអញ្ចឹងខុសគ្នាបន្តិចណាបងប្អូនកន្លែងហ្នឹងបាទអញ្ចឹងបងដេតបាទគាត់យកស្ដាច់ឈរកណ្ដាលហើយលោកគ្រូបូរ៉ាសេះស្ដាំដែរតែស្ដាច់ឈរនៅចំហៀងបាទអញ្ចឹងមកដល់ជើងកន្លែងនេះយើងឃើញថាអត់ទាន់ការបើកស្នៀតចេញទេគឺនៅប្រើទូកបាទចំពោះការបើកស្នៀតនៅក្នុងស្ដាំដូចគ្នាបាទវាមានត្រីផែវាមានគោគៀនជាងវាមានត្រីលុងណាបាទអញ្ចឹងយើងឃើញថាឥឡូវនេះបាទគឺលោកគ្រូបូរ៉ាគាត់បើកស្នៀតចេញទៅដោយការលេងត្រីលុងបាទបងប្អូនត្រីលុងគឺលេងអាហ្នឹងទៅបាទដើម្បីឲ្យដៃគូនឹងចាក់ដេញនាងណាបាទហើយគាត់ធ្វើការដេញសេះវិញបាទហើយក្បួននេះក៏យើងឃើញថាសុកលំហេងក៏គាត់លេងដែរវគ្គផ្ដាច់គាត់ដែលប្រកួតយកលេខ1លេខ2ណាបងប្អូនតែខុសគ្នាត្រង់ថាកន្លែងនេះគឺអឺការដែលបងដេតលេងជាមួយលំហេងបាទគឺអត់ស៊ីមុនទេបាទណាអញ្ចឹងនៅកន្លានេះបាទគឺត្រីលុងដែរក៏ប៉ុន្តែបងដេតគាត់ធ្វើការស៊ីមុនហើយថយសេះចាប់ត្រីបាទលោកគ្រូបូរ៉ាចាក់ត្រីចងបាទហើយផ្ដាច់ត្រីអឺនៅខាងឆ្វេងដៃនេះមួយទៀតបាទណាបាទផ្ដាច់ហើយបាទចាក់ត្រីចងថែមទៀតបាទអញ្ចឹងចំពោះកាឡានេះបាទគឺខុសគ្នាបន្តិចបាទជាមួយនឹងការលេងជាមួយនឹងសុកលំហេងបងប្អូនបាទអញ្ចឹងប្រហែលជាបងប្អូនបានទស្សនាហើយបាទអានេះខ្ញុំលើកយកមកដោយសារតែកាឡានេះគឺការលេងត្រីលុងដូចគ្នាបាទឥឡូវយើងឃើញថាបងដេតបាទគាត់ធ្វើការស៊ីនាងហើយស៊ីនាងបាទលោកគ្រូបូរ៉ាយកគោស៊ីបងដេតបាទគាត់ស៊ីត្រីកន្ត្រាក់យកទៀតបាទកន្លែងនេះបងប្អូនបើសិនជាយើងវិញគឺពិបាកដើរបងប្អូនដោយសារអីដោយសារបើសិនជាយើងលេងហើយកីឡាគៀបឲ្យចូលកីឡាថ្នាក់នាងនឹងទៀតបាទគឺពិបាកដើរបងប្អូនណាបាទសម្រាប់លោកគ្រូបូរ៉ាគាត់ចូលចិត្តកីឡាបាទទីបបាទគាត់ប៉ាកែលេងកីឡាហ្នឹងបងប្អូនហើយបើយើងវិញឲ្យតែកាន់សបាទពិបាកដើរណាស់បាទឥឡូវយើងឃើញថាបងដេតបាទគាត់បោះសេះមកចាប់គោលបាទកន្លែងនេះអឺលោកគ្រូបូរ៉ាបាទគាត់បើកសេះចេញដើម្បីចងដោយសារមានទូករបស់គាត់ចងនៅពីក្រោយហើយកន្លែងនេះវា delay បន្តិចបងប្អូនណាបាទគឺអបងដេតគាត់ឡើងនាងទៅដេញគោលទៅដេញសេះបាទសេះហ្នឹងក៏ឡើងមកបាទលើវិញចាប់ត្រីបាទលោកគ្រូបូរ៉ាគាត់ងាកបាទស្ដាច់ហ្នឹងមកចងត្រីបាទបាទឥឡូវបងដេតបាទគាត់ធ្វើការឡើងគោលតបាទកន្លែងនេះនៅពេលដែលបងដេតតគោលបាទផ្ដាច់បាទគ្រាប់ឈរសង្កត់មួយសិនអញ្ចឹងលោកគ្រូវូរ៉ាបាទគាត់ថយសេះបាទមកចងបាទកន្លែងនេះគឺថយសេះចងបងប្អូនបាទគាត់អត់កាត់មុនឬក៏គាត់អត់ថយឬក៏យ៉ាងម៉េចទេបាទគឺគាត់ថយសេះបាទយកមកចងដើម្បីពេលដែលបងដេតស៊ីទៅគាត់យកសេះស៊ីបាទសេះគាត់បានចាប់ត្រីនៅចុងក្តារនោះមួយទៀតបាទតែគាត់ណាកាឡាហ្នឹងវាថ្នាក់នាងបន្តិចបាទឥឡូវយើងឃើញថាបងដេតបាទគាត់ថយសេះមកហើយបាទលោកគ្រូបូរ៉ាគាត់មានផ្លូវគោលបាទគាត់មានផ្លូវគោលឈរគោលនៅកន្លែងហ្នឹងបាទអញ្ចឹងឥឡូវបងដេតបាទគាត់កាត់គោលហើយបាទអញ្ចឹងលោកគ្រូបូរ៉ាគាត់យកសេះបាទអាចនឹងយកសេះទៅស៊ីធម្មតាហើយជាប់ចាប់ត្រីចុងក្តារណាបងប្អូនបាទនេះគឺយកសេះស៊ីហើយបាទអញ្ចឹងចាប់ត្រីចុងក្តារអញ្ចឹងកន្លែងនេះបាទកាឡានៅពេលដែលគេចាប់បាទគ្រាប់វាមានកាឡាចោលហើយនិងកាឡាត្រូវចងណាបងប្អូនបាទឬក៏ត្រូវទៅមុខបាទយើងមើលទៅតាមការចំណេញបាទអញ្ចឹងកន្លែងនេះគឺបងដេតគាត់អត់ចងទេបាទបងប្អូនឃើញហើយអត់ចងទេចោលត្រីចុងក្តារមួយឡើងសេះមកបាទអញ្ចឹងលោកគ្រូបូរ៉ាបាទគាត់ស៊ីចុងក្តារហើយជាប់ដេញទូកបាទអញ្ចឹងដេញទូកបាទគឺបងដេតទម្លាក់ទូកចូលចាប់បាទចាប់ត្រីនោះថែមទៀតតម្លាក់ទៅចាប់ថែមទៀតបាទអញ្ចឹងបងដេតបាទគាត់ចាប់បាទបន្ទាប់ពីចាប់ហើយគឺលោកគ្រូបូរ៉ាគាត់យកសេះបាំង
បាទសេះបាំងបាទបងដេតទាញទូកបាទទៅដាក់trongក្តារចាប់បាទស៊ីត្រីនោះទៀតបាទលោកគ្រូបុរាណឡើងស្ដាច់ទៅចងបាទអញ្ចឹងចងហើយបាទលោកគ្រូដេតបាទគាត់ថយសេះបាទលោកគ្រូបុរាណដប់ទូកបាទចោលtrongក្តារវិញដូចគ្នាបាទអញ្ចឹងយើងមើលណាបងប្អូនបាទចំពោះការលេងរបស់កីឡាករកំពូលបាទវាមានកីឡាខ្លះឬក៏គ្រាប់ខ្លះដែលគេគិតថាវាមិនមានប្រយោជន៍ឬក៏ការប្រើប្រាស់គ្រាប់នោះវាយូរបាទគេអត់ចងវាទេដោយសារចងទៅគឺត្រូវយកគ្រាប់ដែលទៅចងវាហ្នឹងដូចជាគ្រាប់ធំយកទៅចងវាចោលជាប់នៅនឹងអត់បានប្រើណាបងប្អូនបាទអញ្ចឹងអានេះវាមានគ្រាប់ខ្លះដែលយើងត្រូវចោលឯគ្រាប់ខ្លះគឺយើងអត់ដាច់ត្រូវចោលទេបងប្អូនគ្រាប់ខ្លះគឺយើងត្រូវទៅការពារបាទជាដាច់ខាតបាទតែវាមានកន្លែងខ្លះបាទដែលយើងគិតថាយើងអាចបាទចំណេញជើងបាទចំណេញល្បឿនបាទអាចទៅដើមទីតាំងបានបាទយើងអាចចោលបានមួយគ្រាប់ហ្នឹងណាបាទអញ្ចឹងកន្លែងនេះបងប្អូនបាទយើងឃើញថាកាត់កងគ្នាទៅបាទយើងឃើញថាគ្រាប់របស់លោកគ្រូបុរាបាទគាត់ចាញ់ម្នាញបាទណាបាទអញ្ចឹងកន្លែងនេះបាទលោកគ្រូបុរាគាត់ធ្វើការតទូកបាទបន្ថយកម្លាំងបាទអញ្ចឹងបងដេតបាទអត់តទេព្រោះឲ្យទូកជាប់សង្កត់ហើយបាទល្អអញ្ចឹងធ្វើការដកបាទយកទៅចាប់សេះវិញបាទចាប់សេះបាទអញ្ចឹងដូចកន្លែងនេះអញ្ចឹងពេលចាប់ទៅបាទសេះហ្នឹងអាចត្រូវយកគ្រាប់ចងឬក៏សេះហ្នឹងបាទត្រូវរត់ទៅកន្លែងណាបាទអាហ្នឹងគឺសម្រាប់កីឡាករកំពូបាទគាត់គិតច្រើនជើងណាបងបាទគិតបាទនេះខ្ញុំកាត់កីឡាខ្លីៗទេដែលកន្លែងដែលគាត់ដើរអញ្ចឹងបើសិនជាបងប្អូនចង់ទៅមើលវីដេអូពេញបាទអាចចូលទៅមើលនៅក្នុង page សហព័ន្ធណាបាទនេះខ្ញុំយកមកខ្ញុំ review ឡើងវិញទេខ្ញុំកាត់ទៅខ្លីៗកន់បាទចែកជូនបងប្អូនទស្សនាទេបាទហើយដោយសារការលេងនេះបាទគឺគេគិតរៀងយូរបងប្អូនតផ្្លាត់ចាញ់បាទចំពោះកីឡាករកំពូផ្្លាត់មួយជើងអីអត់បានទេបាទឥឡូវយើងឃើញថាលោកគ្រូបុរាបាទគាត់ឡើងគោលេងសេះមិនដេតបាទគាត់ថយក្រោយបាទកន្លែងនេះលោកគ្រូបុរាបាទគាត់ឡើងស្ដាច់បាទបុកត្រីទៅទៀតបាទអញ្ចឹងមកដេតបាទគាត់ធ្វើការលើកទូកបាទជើងមិញរៀង delay បន្តិចបងប្អូនបាទកន្លែងពេលលើកទូកហើយដល់ពេលលោកគ្រូបុរាគាត់ដើរណាបាទដើរហើយបានបងដេតឥឡូវគាត់បោះសេះបាទទៅខ្ទប់នៅគៀនជាងនោះវិញបាទលោកគ្រូបុរាគាត់ថយសេះបាទបងដេតគាត់ធ្វើការយកគោលបាទទៅតបាទទៅតអញ្ចឹងកន្លែងនេះបាទលោកគ្រូបុរាគាត់អត់តទេបងប្អូនបាទថយគោលមកវិញបាទលោកគ្រូដេតតម្លាក់បាទសេះតម្លាក់ទូកទៅចាប់សេះបាទតម្លាក់ទូកទៅចាប់សេះបាទឡើងមកដេញទូកនេះវិញបងប្អូនបាទអញ្ចឹងកន្លែងនេះគឺត្រូវមកទូកបាទត្រូវមកទូកបាទគ្រូបុរាណបាទងាកទៅចុងក្តារបាទចាប់ទូកនឹងវិញបាទទូកដាក់ចាប់គោលបាទកន្លែងនេះលោកគ្រូបុរាណបាទគាត់ចង់វាយដែរបងប្អូនយកសេះទៅបាទហើយមានទូក2ដុបណាបាទអញ្ចឹងបងដេតអុកបាទមួយជើងបាទហើយយកសេះបាទកាត់គោលបាទកាត់គោកន្លែងនេះបងប្អូនបាទកាត់គោកន្លែងនេះគាត់អត់ស៊ីត្រីទេបាទអត់ស៊ីត្រីទេទូកនឹងអាចនឹងត្រូវស៊ីត្រីនឹងបានលើកណាលើកមកស៊ីត្រីបាទតែបងដេតក៏ធ្វើការតទូកយកតែម្ដងបាទព្រោះអីបន្ថយកម្លាំងរបស់លោកគ្រូបុរាណដែរសេះផងបាទហើយទូក2ដុបផងអញ្ចឹងវាអាចនឹងមានកន្លាពិសេសឬក៏អាចមានកន្លាឡាំប៉ាបាទណាអញ្ចឹងហើយបានជាបងដេតបាទគាត់ធ្វើការស៊ីទូកយកផ្ដាច់តែម្ដងទៅបាទហើយគាត់យកគោលបាទទៅច្រត់ឈរចាំស៊ីត្រីនឹងវិញណាបងប្អូនបាទនៅកន្លែងនេះបាទអញ្ចឹងកន្លែងនេះបាទលោកគ្រូបុរាបាទគាត់ចាក់ចុងក្តារមកបាទឲ្យស៊ីទទេបាទឲ្យស៊ីទទេគាត់ឡើងទៅចាប់វិញបាទបងដេតគាត់ទាញទូកចេញទៅបាទលោកគ្រូបុរាអុកបាទកន្លែងនេះអុកបាទហើយឡើងបាទតាមពិតត្រីហ្នឹងគឺលោកគ្រូបុរាទោះបីជាអត់អុកបាទទោះបីជាយ៉ាងណាក៏ដូចជាស៊ីអត់បានដែរព្រោះអីតែស៊ីទៅជាប់អុកងាប់ណាបងប្អូនបាទអញ្ចឹងហើយស៊ីអត់បានទេឥឡូវយើងឃើញថាអុកទៅអុកមកបាទ2ជើងហើយបាទហើយបានដូរជើងសេះបងប្អូនបាទកន្លែងនេះ
ដូរជើងសេះបាទឡើងអញ្ចឹងអត់ហ៊ានចូលផាយទេបាទសម្រាប់ការលេងចូលផាយហ្នឹងហើយបងប្អូនអធ្យាស្រ័យដោយសារគ្រាប់មិញហ្នឹងគឺប្រហែលជាលោកគ្រូបុរាណគាត់យកសេះហ្នឹងបាទទៅកាត់គល់បាទទូទាត់គ្រាប់ទៅគឺសល់គ្រាប់ប៉ុណ្នេះបាទបានន័យថាបងដេតបាទចុងក្រោយនៃការលេងបាទមួយហ្គេមហ្នឹងគឺគាត់សល់ត្រី3ទូក1បាទហើយសម្រាប់លោកគ្រូបុរាណបាទគាត់សល់ត្រី1ទូក1បាទហើយចំពោះហ្គេមនេះដែរបងប្អូនបាទគឺដោយសារហើយការ live ពីសហព័ន្ធមកហ្នឹងបាទវាក្តៅបាទអ៊ីនធឺណិតវាអត់សូវបានល្អណាបាទអញ្ចឹងខ្ញុំយកមកខ្ញុំកាត់បាទវាមាន3ទៅ4វីដេអូខ្ញុំកាត់បញ្ចូលគ្នាធ្វើមកវីដេអូចែកម្លែកជូនបងប្អូនទេបាទអញ្ចឹងបើសិនជាមានកន្លែងដែលខុសឆ្គងបាទក៏សូមអធ្យាស្រ័យផងណាបងប្អូនបាទនេះគឺយើងយកអឺមកកាត់ឡើងវិញ review ជូនបងប្អូនឡើងវិញអំពីការលេងក៏ដូចជាក្បួននៃការបើកហ្គេមរបស់ពួកគាត់ទេបាទអញ្ចឹងចំពោះហ្គេមនេះបងប្អូនប្រហែលជាអាចដឹងហើយតែបងប្អូនខ្លះក៏អាចថាមិនទាន់ដឹងបាទគឺហ្គេមនេះគឺបងដេតបាទគាត់ឈ្នះលោកគ្រូបូរ៉ាដោយលោកគ្រូបូរ៉ាគាត់អស់បាទអស់ម៉ោងណាបាទអញ្ចឹងនៅក្នុងការប្រកួតគឺគេមានម្នាក់60នាទីបាទតែការប្រកួតនេះគឺលោកគ្រូបុរាណគាត់លេងបាទលេងទៅតតែអស់ម៉ោង60នាទីហ្នឹងបាទអញ្ចឹងអស់ទៅគឺគេកាត់សេចក្តីឲ្យចាញ់តែម្ដងនៅក្តារទី1នេះនៅក្នុងក្តារទី1ទេបងប្អូនណាបាទអញ្ចឹងចំពោះហ្គេមនេះបាទគឺដូចជាអត់បានចប់ទេដោយសារលោកគ្រូបុរាណគាត់អស់ម៉ោងបាទណាបងប្អូនបាទគាត់អស់ម៉ោងទៅក៏គេកាត់ក្តីបាទឲ្យបងដេតឈ្នះតែម្ដងបាទអញ្ចឹងចំពោះវីដេអូនេះបាទខ្ញុំ review បាទខ្លីៗឡើងវិញចែកម្លែកជូនបងប្អូនបានប៉ុណ្ណឹងទេហើយបងប្អូនបើសិនជាដូចថាចង់មើលវីដេអូហើយការប្រកួតរបស់កីឡាករណាឬក៏បងប្អូនចង់ចេះនៅកីឡាណាបាទបងប្អូនអាច comment នៅខាងក្រោមបានណាបាទ comment នៅខាងក្រោមមកឬក៏អឺបាទអាចឆាតមកក៏បានបាទណាខ្ញុំនឹងធ្វើការដកស្រង់បាទឬក៏ចែកម្លែកជូនបងប្អូនបន្តទៀតចំពោះបាទកីឡាដែលខ្ញុំបានហាត់រៀនដែលខ្ញុំបានចេះបាទខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូនបាទចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបាទហើយបងប្អូនកុំភ្លេចថាបើសិនជាចង់មើលបាទអ្នកណាគឺប្រកួតបាទឬក៏ចង់មើលកីឡាណាបាទដែលបងប្អូនមើលហើយអត់យល់បាទពីក្បួនរបស់ពួកគាត់បើកអីហ្នឹងបាទអាចឆាតបានឬក៏ comment នៅខាងក្រោមហ្នឹងបានបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតណាបងប្អូនបាទសូមអរគុណ